ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលប្រាសាទមួយដែលស្អាតមែនតើហើយប្រាសាទនេះគឺល្បីណាបងប្អូននៅស្រុកលំហងចាគឺជាប្រាសាទដែល inspiration thought ធ្វើ Disneyland ណាបងប្អូនចាប្រាសាទមានឈ្មោះថា Neuschwanstein ខ្ញុំដំបូងខ្ញុំជិះឡានចេញពីតំបន់នេះខ្ញុំនៅឆ្ងាយដែរបងប្អូនជិះទៅចាជិះឡានទៅថ្ងៃហ្នឹងមេឃក៏រៀងធ្លាក់ភ្លៀងហើយជិះមកជិះកាត់ផ្លូវក្រោមដីបងប្អូនអើយផ្លូវក្រោមដីនេះឆ្ងាយណាបងប្អូនឡានហ្នឹងមើលលឿនភ្លើងហ្នឹងខ្ញុំអត់មានកាល់ទេជិះមិនខ្ញុំដាក់អញ្ចឹងហើយលំយូរទំហំទៅផុតស្ពីដហ្នឹងចាហើយនៅក្នុងស្ពីដហ្នឹងក៏មានស្លាកសញ្ញាមានអីចឹងទៅហើយនឹងខ្ពស់ឡើងមើលទៅឃើញដូចទៀមអញ្ចឹងតែឃើញឡានធំបើកចូលបានចាផ្លូវគេឡើងស្រឡះលវឹងតែខ្ញុំចង់រៀងចង់ភ័យពេលវាជិះក្នុងយូរពេកចាឥឡូវចេញមកខាងក្រៅបងប្អូនមើលខាងក្រៅមើលពពកឡើងអាប់អួរមែនតែនហ្មងចាពពកឡើងល្ងឹតឆឹងឥឡូវនេះខ្ញុំជិះមកដល់តំបន់មួយទៀតហើយបងប្អូនតំបន់នេះគេមានឈ្មោះគេថា Fusen ចាទីក្រុងមួយដែរខ្ញុំអត់ទាន់បានចូលលេងនៅក្នុងទីក្រុងហ្នឹងទេប៉ុន្តែខ្ញុំជិះកាត់វាពីរដងហើយកូនក្រុងទូចទេបងប្អូនចាតែមានអ្នកទេសចរទៅលេងឬក៏ស្នាក់នៅនឹងច្រើនដោយសារតែវាចិត្តទៅតំបន់ទេសចរមួយចំនួននៅខាងស្រុកអាល្លឺម៉ង់ហ្នឹងប៉ែកខាងរដ្ឋបាយ័នដោយសារតែនៅហ្នឹងគេចូលចិត្តទៅរបៀបថាដូចជាពេលខែត្រជាក់គេជិះអាស្គីចុះពីលើភ្នំមកបងប្អូនចាអញ្ចឹងទៅគេទៅលេងនៅហ្នឹងហើយនឹងមានកន្លែងបោះតង់បោះអីអញ្ចឹងណាដល់ទៅពេលខែក្តៅគេក៏ទៅលេងដែរគឺគេទៅមើលប្រាសាទហ្នឹងហើយមួយទៀតគេទៅមើលទេសភាពនៅតាមហ្នឹងវាទៅប៉ែកខាងរដ្ឋនឹងសម្បូរភ្នំជាប់ទៅខាងស្វីសដែរបងប្អូនសម្បូរភ្នំទេសភាពស្អាតចាមានរបៀបដូចជាកសិដ្ឋានរបៀបគេប្រឡែងគោប្រឡែងសេះពពែយកមកក្រៅពេលខែក្តៅគេដាក់ឲ្យស៊ីឆ្មៅស៊ីអីចឹងណាចឹងទៅវាស្អាតចាហើយឥឡូវខ្ញុំជិះបងប្អូនអ្នកជិះអានេះឃើញប្រាសាទមួយទៀតប្រាសាទនេះឈ្មោះ Hohenschwangau ប្រាសាទនឹងនៅជិតគ្នាទេបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំទៅមួយទេខ្ញុំទៅខ្ញុំឆ្លងតែឥឡូវខ្ញុំមកដល់ឡានចតឡានហើយចាចតឡានហើយខ្ញុំដើរតាមផ្លូវនេះទៅឡើងទៅប្រាសាទហ្នឹងហើយដល់ប្រាសាទហ្នឹងអ្នកខ្លះគេខ្ជិលដើរឡើងអញ្ចឹងគេជិះសេះឡើងអញ្ចឹងណាបើអ្នកខ្លះក៏ខ្ជិលជិះសេះឡើងគេជិះឡានក្រុងឡើងក៏មានដែរហើយតែពេលគេខ្ជិលដើរចុះវិញគេជិះសេះចុះវិញទៀតទៅអានេះឡាននេះសិតតកូនសិស្សបងប្អូនខែក្តៅកូនសិស្សគេមកលេងចាគេមានដូចជាវិស្វកម្មវសាលាអញ្ចឹងណាចាហើយនៅបងប្អូនឡើយខ្ញុំដើរតាប្រាសាទមើលឃើញនៅលើភ្នំហ្នឹងចាមិនចិត្តទេឆ្ងាយដែរដើរទំហំដល់ណាឡើងទៅចានេះយើងដើរទៅហើយអាគារគេនៅហ្នឹងម៉ូដស្អាតមួយយ៉ាងដែរតាបងប្អូនចាហើយនេះដើរពាក់កណ្ដាលផ្លូវខ្ញុំហាមាត់មកមែនគេទៅឆ្ងាយណាបងប្អូនដើរឈប់ហត់ណាដូចយើងអត់ដើរហាត់ប្រាណហើយខំប្រឹងដើរហើយឡើងមកដល់ហើយនេះយើងមកមើលទេសភាពពីលើស្ពាននេះគេហៅស្ពានម៉ារីអូគេពិថាមនុស្សទំហំជួយច្រើនណាបងប្អូនអើយឆេះចំពេលណាលឹមទៀតម្នាក់បាំងឆាត់ចាហើយសបោភ្ញៀវជនជាតិចិនច្រើនមែនតើដោយសារតែជនជាតិចិននៅស្រុកចិនគេមាន Great Wall China Wall ច្រឡំគេមាន China Wall អីអញ្ចឹងហើយទៅគេជួយចិត្តមកមើលអាប្រាសាទនៅលើកពូលភ្នំអីអញ្ចឹងបងប្អូនចាទេសចរចិនច្រើនហើយខ្ញុំនេះឡើងមកដល់កន្លែងនេះបងប្អូនអើយខ្ញុំអស់ព្រលឹងលេងហ្មងណាព្រោះអាហ្នឹងខ្ពស់ណាហើយខ្ញុំមនុស្សខ្លាចខ្ពស់ចាដៃតោងជាងពីខាងឯនេះយូហើយដល់ពេលខ្ញុំជន់ទៅអាឈើហ្នឹងរបៀបថាវាដូចថាក្តៅទៅវាកោងដល់ពេលភ្លៀងលឹមដល់ពេលខ្ញុំជន់ទៅវាលាន់ផាំងខ្ញុំនេះអស់ព្រលឹងលេងមកខ្ញុំស្មានតែវាបាក់ឲ្យធ្លាក់តែខ្ញុំផោងពុះនិយាយទៅខួរក្បាលគិតទៅវិជ្ជមានចាបងប្អូននិយាយទៅអាពេលគេឡើងទៅលេងហ្នឹងគឺគ្រប់គ្នាគេដើរគេត្រូវតែកន្លែងស្ពានហ្នឹងឯងដើម្បីថតរូបចាហើយថតរូបពីស្ពានទៅវាឃើញទាំងអស់បងប្អូនពេលយើងទៅចិត្តប្រាសាទទៅប្រាសាទហ្នឹងខ្ពស់ពេកអត់ឃើញអីទេវាធំពេកចាតថតពីចម្ងាយបានស្អាតហើយនេះទឹកជ្រោះគេអូយទឹកគេឡើងថ្លាខៀវដូចត្បូងកណ្ដៀងអញ្ចឹងនេះឡើងថ្លាយងហ្មងតែខ្ពស់ខ្លាំងណាស់បងប្អូនអើយមើលពីលើស្ពានចុះមកក្រោមគឺខ្ពស់សម្រាប់អ្នកខ្លាចខ្ពស់ខ្លាចចោតគឺស្រាវហ្មងស្រាវជើងចាហើយខ្ញុំខ្លាចតែគឺវាស្អាតតែថតបានថតឥឡូវដើរចេញមកវិញនេះថតនេះអូននេះឃើញខ្ញុំថតហើយគេឡើង friendly រុះរាយរាក់ទាក់នៅពីខាងក្រោយចាឥឡូវខ្ញុំចេញពីឡៃស្ពានខ្ញុំដើរមកប្រាសាទនឹងបងប្អូននេះដល់ពេលយើងមកចិត្តវាអញ្ចឹងមើលឃើញដឹងស្អាតទេបងប្អូន
ដោយសារតែវាធំពេកចាវាធំវាខ្ពស់ហើយវានៅភ្នំមានទៀតអញ្ចឹងយើងដើរពីខាងអញ្ចាំងជើងវាទៅហ្នឹងអូដូចចំហេលអីចឹងមើលទៅអត់ដឹងស្អាតទេដោយសារយើងទៅចិត្តពេកនោះវាធំខ្លាំងចាដល់ពេលឥឡូវយើងដើរមកវិឈៀងទៀតដើម្បីបានថតពីមុខចាពីមុខវាពណ៌អញ្ចេះវិញបងប្អូនចានេះក្បូរក្បាច់រចនាគេអញ្ចេះហើយខាងក្នុងគឺគេមានបន្ទប់មានអីធ្វើពីមាសធ្វើពីអីព្រោះដោយសារនឹងជាវាំងស្ដាច់បងប្អូនពីមុនណាប៉ុន្តែខ្ញុំអត់បានចូលទេថ្ងៃហ្នឹងដោយសារតែខ្ញុំអត់បានទិញសំបុត្រនៅតាមអនឡាញអញ្ចឹងបើខ្ញុំទិញភ្លាមដើម្បីចង់ចូលវាចាំយូរចាបងប្អូនណាចង់មកហើយចង់ចូលឡើងមកដល់បានចូលជាងទិញសំបុត្រតាមអនឡាញមុន 2-3 ម៉ោងឲ្យហើយទៅចាំយើងចូលចាហើយនេះខ្ញុំដើរត្រឡប់មកវិញបងប្អូនមនុស្សមកលេងច្រើនថ្ងៃហ្នឹងទោះបីជាមានលឹមក៏ដោយចាហើយកន្លែងនេះគេឈប់សម្រាប់អង្គុយលេងអីចឹងមានកន្លែងគេអង្គុយចាហើយកន្លែងនេះគឺគេលក់វត្ថុអនុស្សាវរីយ៍បងប្អូនហើយនៅក្បែរហ្នឹងក៏មានបន្ទប់ទឹកដែរហើយបន្ទប់ទឹកនៅខាងបែកខាងហ្នឹងចូលអស់លុយឯងបងប្អូនចូលបន្ទប់ទឹកនៅណាអស់លុយទេតែបើបងប្អូនចង់ឲ្យដាក់មកយូរ៉ូ2យូរ៉ូអី50សេនអីស្រេចចិត្តបងប្អូនតាមសទ្ធាចាបន្ទាប់មកខ្ញុំដាក់ចេញមករៀងវាបន្តិចពីបែកខាងក្រៅនេះយើងអាចមើលមកទេសភាពនៅក្រុមជើងភ្នំវិញចាបងប្អូននេះស្អាតណាចាស្អាតហើយសប្បាយពេលឡើងទៅហត់ខ្លាំងដែរតែពេលដល់ពេលចុះមកវិញសប្បាយបងប្អូនហើយនេះទឹកទៅហូរបងប្អូនតែខ្ញុំទៅសើណាបងប្អូនកន្លែងទឹកហូរមិញហ្នឹងនៅលើភ្នំហ្នឹងណាប៉ុន្តែគេធ្វើជាស៊ីម៉ងតកុំឲ្យវាច្រោះដីបងប្អូនហើយនេះអ្នកគេឡើងទៅខ្ញុំចុះមកវិញឥឡូវចុះមកដល់ក្រុមនេះអ្នកគេឡើងទៅគេខ្ជិលដើរគេជីអត់ទេសេះចាបើទេសេះហ្នឹងមិនមែនសេះអូឲ្យបងប្អូននៅពីក្រោយហ្នឹងមានម៉ូទ័រគេជួយរុញអញ្ចឹងទៅគេដាក់សេះអញ្ចឹងទៅឲ្យវាមើលទៅល្អមើលអីចឹងណាហើយនេះបឹងនៅចិត្តហ្នឹងគឺថាទឹកថ្លាណាបងប្អូនបឹងហ្នឹងក៏ធំដែរដល់ពេលឥឡូវខ្ញុំត្រឡប់មកផ្ទះវិញបងប្អូនអើយតាមផ្លូវភ្លៀងចាភ្លៀងឥឡូវរាំងវិញហើយបងប្អូនមើលទេសភាពស្អាតអត់អូយខ្ញុំស្រឡាញ់ណាខ្ញុំចូលចិត្តហ្មងបងប្អូនខ្ញុំស្រឡាញ់អាទេសភាពនេះជិះតាមផ្លូវផ្ទះមួយឃើញដើមឈើកាត់ព្រៃភ្នំមានភូមិមានវាលច្រែអាវាលនេះឃើញតនេហ្នឹងច្រែស្រុកនេះបងប្អូនពេលខ្លះក៏គេភ្ជួរដាំស្រូវសាលីដាំពោតអីចឹងពេលខ្លះក៏គេអត់គេទុកឲ្យវាស្មៅទៅគេប្រឡែងគោប្រឡែងពប៉ែប្រឡែងសេះប្រឡែងអីគេហ្នឹងមកហើយទៅខែក្តៅឲ្យវាស៊ីស្មៅទីអីនៅខាងក្រៅអញ្ចឹងណាចាតែនេះនៅតំបន់របៀបថាគេធ្វើកសិកម្មច្រើនទៅជាយខាងហ្នឹងហើយទេសភាពស្អាតខ្លាំងបងប្អូនអើយចានេះមើលនេះមានអ្នកគេជិះកង់ជិះអីហើយនៅជិះមកដល់កាត់ភូមិនេះគេមានព្រះវិហារគេបងប្អូនស្រឡាញ់អត់បើចូលចិត្តទេសភាពអញ្ចឹងជួយខមមិនម្នាក់មួយមកខ្ញុំថតឲ្យច្រើនពេលខ្ញុំបានទៅលេងរត់នឹងម្ដងទៀតចាឥឡូវនេះខ្ញុំត្រឡប់មកផ្ទះវិញហើយបងប្អូនតែចិត្តដល់ផ្ទះដែរហើយចាហើយផ្លូវខ្ញុំឃើញវាស្អាតតែផ្លូវកវក់កវៀនណាបងប្អូននៅក្នុងផ្លូវគេកវក់កវៀនអូមានឆ្មារកាត់ទៀតពេលជិះហ្នឹងតែយើងនៅក្នុងភូមិចឹងយើងត្រូវបើកប្រយ័ត្នទៅបងប្អូនបើករៀងយឺតពួកអីគេមានស្លាកសញ្ញាគេចឹងណាចាខ្លាចមានសត្វឆ្មាសត្វអីវារត់កាត់ទៅយើងមើលតោះចាហើយបន្ទាប់មកខ្ញុំជិះមកដល់នេះគេដាក់គោចេញក្រៅឡើងច្រើនបងប្អូនដោយសារខែក្តៅគេដាក់ឲ្យវាចេញមកស៊ីស្មៅហើយនេះគឺហេលីកូបទ័រពេទ្យប្រហែលជាមានបញ្ហាអីចឹងណាបាយ